សម្រាប់ថ្ងៃនេះខ្ញុំនឹងចាប់ផ្ដើមជាមួយសំណួរមួយដែលសួរទៅកាន់អ្នកទាំងអស់គ្នាថាតើអ្នកទាំងអស់គ្នាធ្លាប់សង្កេតឃើញទេថាមនុស្សខ្លះនិយាយតិចប៉ុន្តែមនុស្សគ្រប់គ្នាស្ដាប់ពួកគេយ៉ាងយកចិត្តទុកដាក់ពួកគេមិនចាំបាច់និយាយច្រើនទេហើយពួកគេក៏មិនចាំបាច់បង្ហាញខ្លួនជានិច្ចដូចគ្នាប៉ុន្តែរាល់ពេលដែលពួកគេនិយាយគឺវាមានទម្ងន់ធ្ងន់ហើយមនុស្សគ្រប់គ្នាតែងតែចង់ស្ដាប់ក្នុងពិភពលោកដែលពោរពេញទៅដោយសម្លេងរំខានមនុស្សដែលនិយាយកាន់តែតិចតែងតែមានតម្លៃខ្លួនឯងគឺខ្ពស់ជាងអ្នកដទៃមនុស្សខ្លះគឺនិយាយច្រើនពេកប៉ុន្តែពាក្យរបស់អ្នកនឹងបាត់បង់នៅអំណាចឥទ្ធិពលប៉ុន្តែពេលដែលអ្នករៀននិយាយតិចជាងមុនមនុស្សនឹងចាប់ផ្ដើមស្ដាប់អ្នកច្រើនជាងមុនហើយថ្ងៃនេះយើងនឹងនិយាយអំពី five psychological facts ដែលបង្ហាញថាហេតុអ្វីនិយាយតិចអាចធ្វើឲ្យមនុស្សគោរពនិងស្រឡាញ់អ្នកកាន់តែច្រើនខ្ញុំពិតជារីករាយដែលបានជួបអ្នកទាំងអស់គ្នាម្ដងទៀតនៅក្នុង Channel របស់ខ្ញុំ Grow Yourself with Me ដែលជាកន្លែងដែលយើងរៀនអំពីការវិវត្តខ្លួនការកសាងចិត្តគំនិតដ៏រឹងមាំនិងការយល់ដឹងអំពីចិត្តវិទ្យារបស់មនុស្សដើម្បីបង្កើតនូវជីវិតដែលមានអំណាចនិងភាពជោគជ័យថ្ងៃនេះយើងនឹងនិយាយអំពីគំនិតមួយដែលមើលទៅវារាងសាមញ្ញប៉ុន្តែវាមានអំណាចឥទ្ធិពលខ្លាំងនោះគឺការនិយាយតិចប៉ុន្តែវាមានឥទ្ធិពលខ្លាំងជាងមុននៅក្នុងសង្គមយើងសពថ្ងៃមនុស្សជាច្រើនគិតថាដើម្បីឲ្យអ្នកដទៃគេយកចិត្តទុកដាក់ឬក៏គោរពពួកគេត្រូវតែនិយាយឲ្យបានច្រើនបង្ហាញខ្លួននៅកាន់តែច្រើននិងបង្ហាញនៅគំនិតរបស់ខ្លួនគ្រប់ពេលប៉ុន្តែជាក់ស្ដែងនៅពេលដែលមនុស្សមានឥទ្ធិពលខ្លាំងជាច្រើននោះគឺមិនមែនជាមនុស្សដែលនិយាយច្រើនបំផុតទេប៉ុន្តែពួកគេជាមនុស្សដែលដឹងថាពេលណាគួរនិយាយនិងពេលណាគួរតែស្ងៀមក្នុងពិភពលោកដែលពោរពេញទៅដោយសំឡេងនិងព័ត៌មានគឺភាពកម្រនៃពាក្យពេចន៍នោះហើយដែលអាចបង្កើតនៅតម្លៃកាន់តែខ្លាំងថ្ងៃនេះយើងនឹងមើលទៅលើ five psychological facts ដែលបង្ហាញថាហេតុអ្វីការនិយាយតិចអាចធ្វើឲ្យមនុស្សកាន់តែគួរឲ្យគោរពនិងគួរឲ្យស្រឡាញ់ psychological fact ទី1នោះគឺទាក់ទងនឹង scarcity create value នៅក្នុងចិត្តវិទ្យាមនុស្សតែងតែឲ្យតម្លៃខ្ពស់ទៅលើអ្វីដែលកម្រមាននៅពេលដែលមនុស្សម្នាក់និយាយគ្រប់ពេលពាក្យរបស់ពួកគេនឹងបាត់បង់តម្លៃប៉ុន្តែនៅពេលដែលមនុស្សម្នាក់និយាយតិចប៉ុន្តែសម្ដីទាំងនោះគឺវាបញ្ចេញនូវអត្ថន័យបានពេញលេញនោះគឺមនុស្សជុំវិញនឹងចាប់ផ្ដើមយកចិត្តទុកដាក់ទៅលើពាក្យរបស់ពួកគេវិញសម្រាប់ psychological fact ទី2នោះគឺទាក់ទងនឹង silent confidence គឺទំនុកចិត្តដែលវាស្ងប់ស្ងាត់ហ្នឹងគឺវាទាក់ទងនឹងមនុស្សដែលមានទំនុកចិត្តទៅលើខ្លួនឯងគឺពួកគេមិនចាំបាច់បញ្ជាក់ថាខ្លួនឯងនឹងឲ្យអ្នកដទៃឃើញគឺគ្រប់ពេលនោះទេពួកគេមិនត្រូវការនិយាយច្រើនដើម្បីបង្ហាញថាពួកគេចេះឬក៏មានសមត្ថភាពប៉ុន្តែភាពស្ងប់ស្ងាត់របស់ពួកគេនឹងបង្ហាញអំពីទំនុកចិត្តខាងក្នុងរបស់គេនឹងឲ្យអ្នកដទៃមើលឃើញដោយមិនបាច់បង្ខំសម្រាប់ psychological fact ទី3នោះគឺទាក់ទងនឹង listening create connection គឺការស្ដាប់និងបង្កើតនៅទំនាក់ទំនងមនុស្សភាគច្រើនគឺចូលចិត្តនិយាយអំពីខ្លួនឯងដូច្នេះហើយនៅពេលដែលអ្នកនិយាយកាន់តែតិចនិងស្ដាប់ច្រើនមនុស្សគឺនឹងមានអារម្មណ៍ថាអ្នកយកចិត្តទុកដាក់ទៅកាន់ពួកគេហើយនេះគឺជាការបង្កើតនៅទំនាក់ទំនងដែលវាជាជ្រៅនិងធ្វើឲ្យមនុស្សទាំងអស់ហ្នឹងគឺស្រឡាញ់មកកាន់អ្នកកាន់តែច្រើនដោយសារតែមាន connection រវាងគ្នាទៅគ្នាកាន់តែច្រើនសម្រាប់ psychology fact ទី4វិញគឺ mystery create attraction គឺអាចកំបាំងនោះវានឹងបង្កើតនៅភាពតាក់ទាញនៅពេលដែលមនុស្សម្នាក់បង្ហាញគ្រប់យ៉ាងអំពីខ្លួនឯងអស់មនុស្សផ្សេងនឹងមិនមានអ្វីទៅចាប់អារម្មណ៍ទៀតទេប៉ុន្តែនៅពេលដែលអ្នករក្សាអ្វីមួយឲ្យនៅជាអាចកំបាំងនោះមនុស្សនឹងចង់ស្គាល់អ្នកគឺកាន់តែច្រើនហើយពួកគេនឹងព្យាយាមស្វែងយល់អ្វីដែលអ្នកកំពុងមានហើយនឹងអ្វីដែលជាឥទ្ធិពលនិងសក្តានុពលដែលអ្នកកំពុងមានសម្រាប់ psychology fact ទី5នោះគឺ word carry weight when used wisely គឺវាមានន័យថាពាក្យសម្ដីដែលអ្នកបានប្រើប្រាស់នៅពេលដែលវាមានទម្ងន់នឹងអាចនិយាយថាវាមានឥទ្ធិពលនោះនៅពេលដែលអ្នកបានប្រើប្រាស់វាដោយឆ្លាតវៃនៅពេលដែលអ្នកនិយាយតិចមែនប៉ុន្តែពាក្យរបស់អ្នកនៅវានឹងមានអំណាចជាងមុនមានឥទ្ធិពលទៅកាន់មនុស្សគ្រប់គ្នាហើយមនុស្សនឹងស្ដាប់ដោយយកចិត្តទុកដាក់ព្រោះតែពួកគេដឹងថាអ្នកមិននិយាយដោយគ្មានហេតុផលអ្វីដែលអ្នកនិយាយនោះគឺវាផ្ដល់ជាប្រយោជន៍ទៅដល់ពួកគេវាខ្លីមែនប៉ុន្តែអ្នកនឹងនិយាយអ្វីដែលវាជាប្រយោជន៍និងចំគោលដៅដែលអ្នកដទៃគេចង់ស្ដាប់មិនមែនគ្រាន់តែនិយាយលេឡោះពេលខ្លះអ្នកនិយាយច្រើនគឺពួកគេបានអាចនិយាយថាធ្វើឲ្យអ្នកដទៃខាតពេលក្នុងការស្ដាប់ហើយគឺពេលដែលពួកគេស្ដាប់ទទួលយកនោះគឺមិនដឹងថាអ្នកកំពុងតែនិយាយពីអ្វីដូច្នេះហើយព្យាយាមនិយាយកាន់តែតិចឬក៏ខ្លីប៉ុន្តែឲ្យចំគោលដៅគឺវានឹងមានអត្ថន័យ
នឹងចំគោលដៅដែលអ្នកដទៃគាត់ចង់បានដូច្នេះហើយនេះមិនមែនមានន័យថាអ្នកទៅតែស្ងៀមស្ងាត់គ្រប់ពេលទេប៉ុន្តែគោលបំណងនោះគឺនិយាយដោយមានគោលការណ៍គោលបំណងមិនមែននិយាយគ្រប់ពេលដោយគ្រាន់តែបាននិយាយឲ្យអ្នកដទៃឮសំឡេងរបស់អ្នកនោះទេដូច្នេះហើយមនុស្សនៅពេលដែលមានឥទ្ធិពលកាន់តែខ្លាំងមិនមែនជាមនុស្សដែលនិយាយច្រើនបំផុតទេប៉ុន្តែពួកគេជាមនុស្សដែលនិយាយឬក៏ប្រើពាក្យពេចន៍របស់ពួកគេនឹងមានអត្ថន័យនិងមានឥទ្ធិពលពេលដែលអ្នករៀនគ្រប់គ្រងនៅពាក្យសម្ដីរបស់អ្នកបានអ្នកក៏កំពុងតែគ្រប់គ្រងនៅភាពគោរពនិងឥទ្ធិពលរបស់អ្នកផងដែរដូច្នេះហើយអ្នកមិនចាំបាច់ព្យាយាមដឹកដៃអ្នកដទៃដើម្បីបង្ហាញនៅឥទ្ធិពលដើម្បីឲ្យពួកគេគោរពអ្នកនោះទេអ្នកគ្រាន់តែអភិវឌ្ឍខ្លួនឯងលើកកម្ពស់ស្តង់ដារខ្លួនឯងនិងធ្វើខ្លួនឯងឲ្យមានតម្លៃដូច្នេះហើយគឺពេលនោះអ្នកដទៃនឹងមើលឃើញអ្នកដោយខ្លួនឯងដោយមិនបាច់បង្ខំហើយការគោរពគ្នាទៅវិញទៅមកនោះវានឹងកើតឡើងដោយឯងសូមចងចាំថានៅក្នុងពិភពលោកដែលពោរពេញទៅដោយសម្លេងនោះគឺមនុស្សដែលដឹងថាពេលណាគួរតែស្ងៀមតែងតែមានឥទ្ធិពលអំណាចខ្លាំងជាងអ្នកដទៃសូមអរគុណដែលអ្នកទាំងអស់គ្នាបានចំណាយពេលជាមួយនឹង Grow Yourself with Me នៅថ្ងៃនេះបើសិនបើវីដេអូនេះមានអត្ថប្រយោជន៍និងជួយអ្នកឲ្យរៀនពីការគ្រប់គ្រងនៅពាក្យសម្ដីក៏ផ្នែកនិយាយផ្សេងៗទៅកាន់អ្នកដទៃនោះសូមអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Like Subscribe និងដាក់សញ្ញាកណ្ដឹងមកកាន់ Channel Grow Yourself with Me ដើម្បីទទួលបាននូវវីដេអូថ្មីៗអំពី Mindset Psychology និង Personal Growth បន្ថែមយើងនឹងជួបគ្នានៅវីដេអូបន្ទាប់ហើយយើងនឹងបន្តរៀនជាមួយគ្នាបន្តរីកចម្រើនហើយបន្ត build yourself រៀងរាល់ថ្ងៃ